បងដែលសួរខ្ញុំរូបមន្តធ្វើសយ៉ចេកណែមចេកនេះញ៉ាំធ្វើជាបង្អែមថ្ងៃនេះខ្ញុំចេញវីដេអូជូនបងហើយសយ៉ចេកណែមចេកហ្នឹងគឺថាញ៉ាំទៅស្តៀងនឹងចេកចៀនណាប៉ុន្តែមិនមែនដូច100%ទេរូបមន្តហ្នឹងខ្ញុំចេះធ្វើតាមគេដែរណាដោយសារតែខ្ញុំញ៉ាំទៅឆ្ងាញ់ខ្ញុំចេះតែធ្វើរហូតទៅអញ្ចឹងឥឡូវយើងមកចូលមើលគ្រឿងផ្សំរបស់យើងដំបូងគេបង្អស់ហ្នឹងគឺជាប្រភេទចេកចេកនេះខ្ញុំតែមិនស្គាល់នៅពេលដែលខ្ញុំមកប្រាំងដែរប៉ុន្តែអ្នកនៅខ្មែរគេហៅថាចេកស្នែងក្របីខ្ញុំជ្រើសរើសយកចេកណាដែលរៀងទុំចូលបានយកមកធ្វើសយ៉ចេកហ្នឹងមានរសជាតិផ្អែមឆ្ងាញ់បន្ទាប់មកបកសបកចេកហ្នឹងទៅហើយកាត់វាជាច្បាមូលតែខ្ញុំអត់បានថតវីដេអូហើយខ្ញុំប្រឡាក់ជាមួយនឹងម្សៅដូងហើយនឹងល្ងហ្នឹងយកទៅលីងបានហៅទៅឈ្ងុយអត់ចង់ដាក់ម្សៅដូងនឹងល្ងហ្នឹងអញ្ចឹងទេអាចយកដាក់ពេលក្រោយពេលយើងពងអវិចហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំដាក់អញ្ចឹងស្រួលនេះវិញគឺជាប្រភេទសបកសយ៉ចេកហ្នឹងគេមានលក់នៅផ្សារស្រីគេដាក់នៅតាមទូបកហើយគេមានលក់ច្រើនទំហំមានទាំងតូចមានទាំងធំហើយខ្ញុំយកនេះដូចជាធំជាងគេហើយអាហ្នឹងក៏ខ្ញុំបានឆែកមើលដែរណាថាជាផលិតផលរបស់សិង្ហបុរីតែខ្ញុំអត់ដឹងថារបស់សិង្ហបុរីចំមិនចំទេណាបន្ទាប់មកខ្ញុំយកសបកហ្នឹងមកពុះជាពីរពុះឲ្យចេញជារាងត្រីកោណតែរាងរបស់គេពីមុនមកគេរាងការ៉េបន្ទាប់មកយកសបកហ្នឹងមកបកម្ដងមួយស្លឹករហូតតអស់ហើយឥឡូវនេះចូលដល់វគ្គវិចហើយអញ្ចឹងដល់វគ្គវិចនេះគឺខ្ញុំទាំងរៀបវាកូលើគ្នាអញ្ចឹងសារគិតថាពេលវិចទាំងរៀបកូលើគ្នាអញ្ចេះទៅយើងចំណេញកន្លែងហើយធ្វើបានលឿនទៀតតែដាក់កូលើគ្នាហ្នឹងត្រូវលៃមើលកន្លែងដែរណាថាមានកម្រាបស្នាក់ដាក់ចេកហ្នឹងអត់ខ្ញុំទាំងរៀបចេកហ្នឹងហើយទៅបន្ទាប់មកខ្ញុំយកពងមាន់មកលាបដើម្បីឲ្យវាស្អិតជាប់គ្នាហើយវិចបន្តគ្នារហូតតអស់ចឹងណាកន្លែងវិចហ្នឹងបើសិនជាបងពីដំបងមកអត់ចង់ដាក់ម្សៅដូងហើយនឹងពីខាងដើមទេបងអាចដាក់នៅពេលវិចហ្នឹងបានតែបើសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តប្រើដាក់ម្សៅដូងហើយនឹងនឹងប្រឡាក់ជាមួយនឹងចេកហ្នឹងឲ្យហើយហ្មងអានេះដោយសារតែវារៀងស្ទើអញ្ចឹងទៅខ្ញុំក៏រោយម្សៅនឹងបន្ថែមពីលើទៀតអញ្ចឹងទៅគ្រាន់តែពេលយើងវិចចាប់ដាក់អញ្ចឹងណាគឺលឿនមែនតើហ្មងហើយខ្ញុំវិចម្ដងមួយតអស់អញ្ចឹងណាព្រោះការវិចនេះរៀងយូរដែរចំណាយពេលយូរហើយឥឡូវនេះគឺថាសយ៉ចេករបស់ខ្ញុំនេះបានវិចរួចរាល់អស់ហើយអញ្ចឹងដើម្បីរក្សាវាទុកឲ្យបានយូរគឺយកវាទៅក្នុងទូបកកណានឹកឃើញចង់យកមកញ៉ាំអីយកតែ2 3មកយកមកចៀនអញ្ចឹងណាហើយចៀនវាទាំងកកអញ្ចឹងណាបើសិនជាទុកឲ្យវាលាយទៅកកអស់សបកវាគឺផុយហើយអញ្ចឹងចៀនទៅគឺបែកវាអត់នៅល្អហើយតែវិចថ្មីអញ្ចេះអាចយកទៅចៀនបានអត់ជាបញ្ហាចៀនទៅគឺល្អហ្មងពេលយកទៅចៀនហើយអញ្ចឹងទៅបន្ទាប់មកខ្ញុំក៏យកម្សៅស្កររួយពីលើចេះបើចង់ដាក់ក៏បានអត់ក៏បានដែរអាស្រ័យលើបងប្អូនទេហើយបន្ទាប់មកខ្ញុំក៏ដាក់ទឹកសូកូឡានៅពីលើថែមទៀតខ្ញុំដាក់ទឹកសូកូឡាហ្នឹងដើម្បីដេកវាពីលើឲ្យឃើញស្អាតអញ្ចឹងណាតែដាក់ពីដំបូងមិញវាអត់សូវចេញអញ្ចឹងទៅរៀងដាច់អត់សូវស្អាតសោះបន្ទាប់ពីដាក់ទឹកសូកូឡាហើយទៅយកឲ្យកូនខ្ញុំញ៉ាំមានណាគេចាប់អារម្មណ៍ទឹកសូកូឡាហ្នឹងមុនគេ